Sydney Opera House និយាយពីថាទៅហួមកហួឡើងរាប់ខែទៅថ្ងៃនេះដាច់ចិត្តងើពីព្រលឹមដើម្បីដើរយកខ្យល់អាកាសហើយនឹងរំលឹកការចងចាំឡើងមកវិញខ្លះៗជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំបានមកដល់ Sydney ម្ដងទៀតហើយគ្រាន់តែថ្ងៃនេះគឺខុសពីរាល់ដងបន្តិចដោយសារតែពេលដែលចេញក្រៅរាល់ដងគឺសម្បត្តិទៅដើរផ្សារប៉ុន្តែថ្ងៃនេះគឺចង់មកដើរជុំវិញនៅ Opera House ម្ដងហើយលើខ្ញុំថាងើពីព្រលឹមហ្នឹងបងប្អូនក៏ពិតគឺម៉ោង 9 អីដែរចេញមកដល់ខាងក្រៅគឺមេឃបាត់ថ្ងៃគួរសមដែរប៉ុន្តែអាកាសធាតុល្អគឺត្រឹមតែ 15-16 អង្សាឯទេអញ្ចឹងហើយបើដើរក្រោមកម្ដៅថ្ងៃគឺស្រួលខ្លួនមានអារម្មណ៍ថាវាអត់ក្ដៅពេកឬក៏អត់ត្រជាក់ពេកអីដែរហើយបើដើរក្រោមមកលោកវិញគឺរៀងត្រជាក់ពេកនេះគឺសម្រាប់ខ្ញុំហើយនេះតម្រង់ទៅឲ្យបងប្អូនហាងកាហ្វេអ្នកណាគេខ្លះដូចខ្ញុំនិយាយពីថាអត់ញៀនកាហ្វេអីហ្មងទេគ្រាន់ថាងើពេលព្រលឹមឡើងមកអត់កាហ្វេធ្វើអីអត់កើតហ្មងមានអារម្មណ៍ថាជីវិតគឺអត់ន័យប្រយោជន៍ដល់បន្ទាប់ពីបានកាហ្វេក្ដៅៗមកកៅអញ្ចឹងទៅមានកម្លាំងដើរទៅមុខបន្តទៀតហើយថ្ងៃនេះខ្ញុំចាំអត់បានថាជាចុងសប្តាហ៍ឬក៏ដើមសប្តាហ៍ប៉ុន្តែឃើញថាមានមនុស្សច្រើនអ៊ូអរទៅដែរអញ្ចឹងមានទាំងអ្នកដើរទៅលេងនៅ Opera House មានទាំងអ្នកដើរហាត់ប្រាណរត់ហាត់ប្រាណអញ្ចឹងទៅគឺអ៊ូអរមែនតើដោយសារវីដេអូដែលទៅ Sydney នេះគឺខ្ញុំទៅប្រហែលជាប្រហែលអាទិត្យដែរទៅបានខ្ញុំមកកាត់វីដេអូអញ្ចឹងទៅគឺចាំអត់បានទេបងប្អូនហើយនេះបន្ទាប់ពីដើរលេងមកសបកប្រហែលជា10នាទីអីដែរបងប្អូនគឺយើងបានមកដល់ហើយ Opera House មកដល់កាន់តែចិត្តគឺឃើញកាន់តែស្អាតហើយដូចដែលខ្ញុំនិយាយនៅដើមវីដេអូបងប្អូនដែលខ្ញុំនិយាយថាមករំលឹកអនុស្សាវរីយ៍ការចងចាំខ្លះៗហ្នឹងកាលពីឆ្នាំ2019គឺខ្ញុំអាសាមកដើរលេងនៅជុំវិញ Opera House ហ្នឹងមែនតើគាត់ថាការចងចាំហ្នឹងគឺវាមានទាំងការចងចាំល្អហើយនិងអត់ល្អឥឡូវការចងចាំអត់ល្អអីគេឡើយខ្ញុំប្រាប់និយាយពីថាកាលពីមុនណាបងប្អូនឲ្យតែពេលចេញក្រៅគឺខ្ញុំតែងតែចូលចិត្តស្លៀកពាក់បែប easy going ហើយចូលចិត្តប្រើប្រភេទ mini backpack នេះទៅគឺធ្វើអីងាយៗស្រួលៗទៅដូចបងអូនស្រីនៅក្នុងវីដេអូគាត់ក៏ស្ពានអញ្ចឹងរបៀបអញ្ចឹងហើយវាមានកប៉ៅកាបូបមួយដែលខ្ញុំអាចដាក់ទូរស័ព្ទបានណាបន្ទាប់ពីដើរលេងមើលនេះមើលនោះមកសន្ទុះធំហើយដល់ពេលចេញក្រៅចេញទៅផ្សារវិញទៅខ្ញុំបើកកតាប្រមើលទូរស័ព្ទបាទខ្ញុំដឹងថាខ្លួនឯងបាត់ទូរស័ព្ទហើយអត់ដឹងថាបាត់ពីពេលណាទៀតហើយអត់ដឹងទៅរកនៅណាព្រោះអីវាធំមែនតើនៅក្នុងទីធ្លា Opera House ហ្នឹងហើយខ្ញុំបានដើរកាត់សួនហ្នឹងក៏ធំដែរអញ្ចឹងទៅអត់ដឹងថាទៅរកនៅណាបណ្ដោយហើយដូចបងប្អូនដឹងស្រាប់ហើយនៅពេលដែលយើងបាត់ទូរស័ព្ទភាគច្រើនគឺស្ដាយទូរស័ព្ទហ្នឹងគឺរឿងមួយប៉ុន្តែអ្វីដែលធ្វើឲ្យយើងបារម្ភហ្នឹងមួយទៀតគឺឯកសារដែលយើងមាននៅក្នុងទូរស័ព្ទការងារអីអញ្ចឹងណាហ្នឹងហើយជាសារចែកម្លែកទៅកាន់បងប្អូនទាំងអស់គ្នាដែរដើរលេងចិត្តឆ្ងាយអញ្ចឹងយើងគួរមានការប្រុងប្រយ័ត្នទៅលើសម្ភារៈផ្ទាល់ខ្លួនរបស់យើងព្រោះអីពេលដែលបាត់អញ្ចឹងមិនដឹងទៅរកណាទេបងប្អូនអើយឥឡូវសូមស្លេះរឿងទូរស័ព្ទត្រឹមប៉ុណ្្នឹងសិនណាបងប្អូនហើយងាកមកមើល Opera House របស់យើងដែលនៅចិត្តគៀកម្ដងហើយដូចដែលឃើញជាក់ស្ដែងអញ្ចឹងបងប្អូនគឺខ្ញុំបានត្រឹមតែនៅឈរថតនៅបរិវេណខាងក្រៅទេព្រោះអីបើសិនជាយើងចង់ចូលទៅខាងក្នុងទោះតែយើងមានជាមួយនឹង tour ticket ឬក៏ ticket សម្រាប់ការ perform ផ្សេងៗអីចឹងទៅបើសម្រាប់ ticket ចូលទៅ tour នៅខាងក្នុងហ្នឹងគឺខ្ញុំបាន check នៅក្នុង website ដែរសម្រាប់តម្លៃវិញគឺត្រឹមតែ$50 អូស្ត្រាលីអីទេនិយាយទៅគឺធូរថ្លៃប៉ុន្តែវាមានរយៈពេលត្រឹមតែ1ម៉ោងអីដែរនិយាយទៅអត់វែងទេហើយខ្ញុំគិតថាបើសិនជាវែងជាងហ្នឹងក៏យើងអត់ដឹងថាទៅមើលអីដែរព្រោះអីនៅក្នុងហ្នឹងគឺវាមានតាមដែលខ្ញុំ check មើលគឺវាមានតែ hall សម្រាប់ការសម្ដែងរួមជាមួយនឹង history ខ្លះៗអីចឹងទៅខ្ញុំបាន check មើលត្រួសប្រហែលជាលើកក្រោយអាចនឹងចូលទៅមើលដែរមើលទៅដើម្បីចង់ដឹងអញ្ចឹងណាថាវាមានអីខ្លះកុំឲ្យតែទៅប្រហែលដងហើយនៅតែខាងក្រៅព្រោះអីសមុទ្រចូលហ្នឹងអត់សូវថ្លៃហ្មងដែរណាបងប្អូនត្រឹម$50អូស្ត្រាលីបើសិនជាយើងគិតជាលុយដុល្លារទៅគឺខ្ទង់ជា$35-36ហ្នឹងឯងAnd this is it everyone. My Sydney Opera House vlog has come to an end. I really hope you like it. See you again in the next video. Bye!